រដូវភ្ជុំសឹងចូលមកដល់ហើយហ្នឹងណាទៅមកនឹកឃើញបញ្ចូលសលេងវីដេអូប្រហើយចូលឆ្នាំបងប្អូនចូលឆ្នាំនេះទៅបានប្រមាណវត្តបើខ្ញុំបាន2វត្តដែរវត្តនទីថាហៅវត្តផ្ទះយូនេះហើយនឹងវត្តសំកសលហៅវត្តផ្ទះគោបាទហើយបាននិយាយពីវត្តផ្ទះគោធ្លាប់មកបងប្អូនតាំងពីនៅរៀននោះបាទមកជាមួយមិត្តភ័ក្តិលោកគ្រូអ្នកគ្រូជិះមកគោយន្តមកតែមកកាលនោះរោករាក់ខ្លាំងណាស់អត់ទាន់បានល្អអញ្ចេះទេផ្លូវក៏ពិបាកហើយពហិសាលាឆាន់វិញសើឈើនេះបងប្អូននេះបាទនេះពហិចាស់ណាបងប្អូនណាបាទឥឡូវនេះបានពហិថ្មីហើយបងប្អូនកម្លាំងកសាងពីសប្បុរសជនជាមួយនឹងលោកយាយលោកតាពុទ្ធបរិស័ទចំណោះជើងវត្តបានរូបកម្លាំងសាមគ្គីគ្នាបាទកសាងពហិតលទៅហើយសាលាឆាន់ក៏ថ្មដែរឥឡូវបាទហើយចំណែកក្នុងវីដេអូនេះក៏សូមការខន្តីអភ័យទោសបងប្អូនខ្លាំងមែនតែនបាទចំពោះកន្លែងចំណុចដែលខ្ញុំបាទជាមួយគ្រូសាដែលឡើងមកមើលពហិថ្មីហើយមិនបានដោះស្បែកជើងនេះបងប្អូននេះពេលហ្នឹងគឺថាភ្លេចខ្លួនឈឹងបងប្អូនបាទភ្លេចខ្លួនអារឿងឡើងទាំងស្បែកជើងហ្នឹងតែម្ដងបាទទី2ហ្នឹងរវល់តែចង់ឃើញបងប្អូនចង់ឃើញព្រះពហិធ្វើទៅតកសាងហើយចង់ឃើញក៏ឡើងទៅមើលបាទហើយទី2ហ្នឹងបាទយើងរៀងលក្ខណៈថាព្រះពហិធ្វើមិនទាន់ហើយអីមិនទាន់ហើយអញ្ចឹងយើងឡើងទៅយើងភ្លេចកន្លែងហ្នឹងបងប្អូនយើងភ្លេចកន្លែងហ្នឹងអញ្ចឹងទទួលស្គាល់ថាពិតជាខុសក្នុងនាមអ្នកកាន់ពុទ្ធសាសនាមួយរូបដឹងបងប្អូនដឹងថាខុសហ្មងបាទដោយសារអីព្រះពហិក្តីសាលាឆាញ់ក្តីគឺមិនឲ្យឡើងទាំងស្បែកជើងទេយើងត្រូវដោះស្បែកជើងទុកឲ្យចាំយើងឡើងទៅអញ្ចឹងណាបងប្អូនបាទអញ្ចឹងសង្ឃឹមថាបងប្អូនខន្តីអភ័យទោសចំពោះចំណុចហ្នឹងបាទហើយចំពោះព្រះពហិនៅក្នុងវត្តសំកសលហៅផ្ទះគោនេះគឺបងប្អូនយើងដូចជាបាទទទួលព័ត៌មានពីគណៈកម្មការមកគឺនឹងមានការឆ្លងនៅឆ្នាំក្រោយបងប្អូនឆ្នាំ2027ឆ្លងហើយតែមិនដឹងថាក្នុងថ្ងៃណាខែណាចាំមើលបញ្ជាក់ពីគណៈកម្មការបន្ថែមហើយនៅវត្តផ្ទះគោទៀតសោតបងប្អូនគឺថាមិនទាន់មានការអភិវឌ្ឍគ្រប់គ្រាន់ទេបងប្អូនណាបាទលបងវត្តក៏មិនទាន់មានបាទហើយចំពោះទីធ្លាវិញទើបតែចាក់ដីបដាបដាមិនទាន់បានពេញនៅតាមទីធ្លាវត្តទេអញ្ចឹងបងប្អូនដែលមានសទ្ធាអាចអញ្ជើញចូលរួមជាបច្ច័យបាទចាក់ដីចាក់អីបានការវិទើចូលឆ្នាំនេះគឺថាខ្ញុំបានចូលរួមបាន10ឡានដែរចាក់ដីហើយជាមួយនឹងម្ដាយក្មេកបាទឪពុកក្មេកអីបងប្អូននេះរូបរងគ្នាទៅជិត20ឡានដែរបាទអញ្ចឹងបងប្អូនដែលមានសទ្ធាអាចអញ្ជើញចូលរួមបានតាមកម្លាំងសទ្ធារបស់បងប្អូនហើយវត្តផ្ទះគោគឺស្ថិតនៅក្នុងភូមិផ្ទះគោបាទឃុំលងវើស្រុកកដៀងខេត្តពោធិសែនបងប្អូនអាចអញ្ជើញទៅចូលរួមផ្ទាល់នៅទីតាំងវត្តក៏បានដែរពេលមានបុណ្យទានអីផ្សេងអញ្ចឹងណាចូលជារបងវត្តចូលជាអីផ្សេងអាចអញ្ជើញបាទតាមកម្លាំងសទ្ធាជាថ្លារបស់បងប្អូនបានហើយបុណ្យបញ្ចុះសីមានិងជម្រាបនៅថ្ងៃក្រោយទៀតបងប្អូនណាបាទនៅឆ្នាំក្រោយនេះមិនដឹងថ្ងៃណាខែណាទេជាមួយគណៈកម្មការក៏រៀបចំបាទនៅក្នុងឱកាសនេះបងប្អូនបាទសម្រាប់បងប្អូនដែលមានកូនតូចបាទខ្ញុំបាទនេះស្បៃសុំណែនាំណាបាទនេះផលិតផលបាទម្សៅទឹកដោះគោបាទមកពីប្រទេសញូហ្សេឡង់គឺទឹកដោះគោអ៊ីនឡាក់បងប្អូនបាទខ្ញុំឲ្យកូនខ្ញុំបំតាំងពីកើតភ្លាមមកបងប្អូនណាគឺថាជួយឲ្យកូនយើងមានសុខភាពល្អបាទជំនួយខួរក្បាលជំនួយដល់គ្រាប់ឈាមក្រហមបាទជួយសម្រួលដល់ការបន្តបងបាទជួយឲ្យសុខភាពពោះវៀនកូនយើងមានសុខភាពល្អជួយឲ្យសរីរាង្គកាយរបស់កូនយើងនឹងគេថាមានភាពមាំមួនល្អប្រឆាំងជាមួយនឹងបាទមេរោគផ្សេងក៏ដូចជាការអាឡែស៊ីផ្សេងផងដែរហើយម្សៅទឹកដោះគោអ៊ីនឡាក់នេះគឺថាមានសារធាតុចិញ្ចឹមប្រូតេអ៊ីនអីផ្សេងក៏ស្តៀងទៅដោះម្ដាយដែរបងប្អូនពិបាករត់ទិញទេបាទអាចឆាតចូលផេកអ៊ីនឡាក់ខេមបូឌីនេះតែម្ដងណាបងប្អូនបាទអរគុណច្រើន